Bạn khác dương trênច្រើនបងប្អូនហើយថ្ងៃនេះខ្ញុំយកទៅដាក់ខ្លួនឯងបាទច្រើនឡើងត្រេតនិយាយពីរៀងមិនសូវជាសង្ហាអីទេបាទគ្រាន់តែបានសក់យោង បាទនិយាយលេងនេះតាក់ទងនឹងការងារផ្លាស់ប្ដូរម៉ាស៊ីនបាទយើងទទួលបានច្រើនមែនទែនបងប្អូនជាពិសេសហ្នឹងគឺប្រភេទម៉ាស៊ីន iPhone ដែលកម្របាទដែលបងប្អូនពិបាករកអាចមកផ្លាស់ប្ដូរនៅ VFix បានម្ដងមុនគេមិញ iPhone 15ហើយនេះ iPhone 12 Pro បាទហើយបន្ទាប់ទៀតនេះ iPhone 12ធម្មតាហើយទាំងអស់នេះគឺសុទ្ធតែយកមកផ្លាស់ប្ដូរម៉ាស៊ីនហើយបងប្អូនអញ្ចឹងយើងធ្វើការតេស្តបាទបិទតែមធានាលើការប្រើប្រាស់រហូតដល់3ខែណាហើយនេះក៏ផ្លាស់ប្ដូរម៉ាស៊ីនដែរ iPhone 11បាទតិចជន់ឡើងតាំងពីខែមកបាទប្រភេទម៉ាស៊ីន64G ម៉ាស៊ីន Senior Scan បាទហើយមកកញ្ចប់នេះផ្ញើពីខេត្តដែរបាទគឺ iPhone 14 Pro Max សម្រាប់បញ្ហានេះគឺជាប់ iCloud ផ្ញើមកផ្លាស់ប្ដូរម៉ាស៊ីនបាទ 128G ម៉ាស៊ីន Senior Scan ណាបាទនិយាយរួមគឺតេស្តជួនមកស្អាតហើយធានាលើការប្រើប្រាស់ឲ្យរហូតដល់3ខែបាទសម្រាប់ស៊េរីខ្ពស់ហើយម្ដងនេះក៏ផ្ញើពីខេត្តដែរបាទតាក់ទងនឹងបញ្ហាអេក្រង់បាទ iPhone 13 Pro Max បាទបញ្ហាប្រើសុកចេញសចេញអញ្ចឹងបងប្អូនអាចបាទយកមកជួសជុលសិនបាទកុំតន់ផ្លាស់ប្ដូរអេក្រង់ណាហើយម្ដងនេះអតិថិជនមកផ្ទាល់បាទអាចជួសជុលបានបាទចេញសដែរបាទនិយាយរួមទៅតាក់ទងនឹងការងារជួសជុលយើងទទួលធ្វើគ្រប់ទម្រង់បងប្អូនដោយ12 Pro Max ម្ដងនេះអញ្ចឹងគឺបញ្ហាបោកបាទបាក់តួអតិថិជនគាត់យកមកផ្លាស់ប្ដូរតួស៊ីនណាហ្នឹងហើយសម្រាប់បញ្ហាអេក្រង់បាទ Samsung Note 9បាទផ្លាស់ប្ដូរអេក្រង់ Intel បាទតម្លៃធូរ iPhone 11ឡើង memory បាទឡើង256ហើយមកកញ្ចប់នេះអតិថិជនគាត់ផ្ញើពីខេត្តបាទមកពីខាងសៀមរាបNote 8បាទបញ្ហាខូចអេក្រង់បាទបែកខ្នងហើយជាប់កូដទៀតហ្នឹងហើយម្ដងនេះគឺបាទ iPhone XS Max បាទបញ្ហាខូចសំណុំសាកផ្នែកខាងក្រោមអតិថិជនគាត់ផ្ញើមកឡើងស៊េរីដែរហ្នឹងហើយមកកញ្ចប់នេះដូចជាXS Max ដូចគ្នាបងប្អូនគាត់ថាធ្ងន់បាទបញ្ហាបែកក្រង់បាទម៉ាស៊ីនជាប់ iCloud ហើយបាទខូចតួ XS Max ធ្លាប់បាទឡើងស៊េរីយកមកឡើងម្ដងទៀតណា11ឡើង16ហ្នឹងហើយនេះបាទ11 Pro Max ហ្នឹងហើយយកមកដាក់សបកស៊ីនឡើងវិញហើយ11 Pro Max ដូចគ្នាឡើង15 Pro Max បងប្អូន